នេះគឺជាជីធម្មជាតិសម្រាប់យកមកដាក់តាមគល់ដំណាំឲ្យដំណាំយើងលូតលាស់បានល្អណាមានតែ3មុខនឹងទេបងប្អូនងាយស្រួលខ្លាំងមែនតើហើយអត់ប៉ះពាល់សុខភាពទៀតទី1ហ្នឹងគឺមានកាហ្វេទី2មានប៊ីចេងអាជីណូម៉ូតូទី3ហ្នឹងអត់ទាន់ប្រាប់ទេទីទៀតចាំប្រាប់នេះអាទី3ឯងបងប្អូនអាទី3ហ្នឹងគឺសបកពងទាឃើញហាលសបកពងទានេះហ่าមិនហាលធ្វើអីទេគឺហាលយកមកធ្វើជីនឹងឯងយកមកធ្វើជីដាក់នៅតាមគល់ដំណាំរបស់យើងហ្នឹងសម្រាប់ដំណាំតិចតួចដែលយើងដាំនៅជិតផ្ទះហ្នឹងបើយើងអត់សូវដាក់ជីក៏វាអត់ល្អដែរហើយបើដាក់ជីធម្មជាតិទៅពួកអីយើងញ៉ាំខ្លួនឯងសបកពងទាហ្នឹងយើងត្រូវយកទៅហាលឲ្យស្ងួតសិនហើយសូមយើងយកមកបុកអានេះខ្ញុំបុកអត់សូវម៉ត់ហ្មងទេបើអ្នកទាំងអស់គ្នាបុកឲ្យម៉ត់ខ្លាំងជាងខ្ញុំរត់តែល្អហើយមួយទៀតសបកពគាក៏យើងអាចយកមកធ្វើជីបានដែរប៉ុន្តែត្រូវយកទៅហាលឲ្យស្ងួតសិនណាហើយសូមយកមកបុកហើយយកមកដាក់តាមគល់ដំណាំតែដាក់កប់វាក្នុងដីណាបើយើងអត់ហាលទេយើងយកមកដាក់គល់ដំណាំហ្មងអញ្ចឹងដឹងតសម្ោចនឹងសัตว์មករោមហើយមិនស្រួលរោមស៊ីទាំងឫសដំណាំទៀតហើយអានេះគឺជាសបកពងទាដែលខ្ញុំបានបុកហើយណាបើសិនជាមានសបកពងមាន់ក៏បានដែរនិយាយទៅធ្វើបានដូចគ្នាពេលដែលបុកហើយនឹងយើងយកមកដាក់លាយជាមួយនឹងគ្រឿងផ្សំពីរផ្សេងទៀតដូចដែលខ្ញុំបានរៀបរាប់កាលពីដើមវីដេអូខ្ញុំដាក់កាហ្វេចំនួន2ស្លាបព្រាបាយដោយសារដំណាំខ្ញុំនឹងវារៀងតិចដែរបើដំណាំអ្នកទាំងអស់គ្នាច្រើនណាដាក់ទៅតាមនឹងទៅដាក់ឲ្យរៀងច្រើនតិចទៅអានេះកាហ្វេខ្ញុំសល់យូរហើយចឹងខ្ញុំអត់បាក់ទិញទេខ្ញុំយកមកធ្វើជីតែម្ដងបើអ្នកទាំងអស់គ្នាអត់មានកាហ្វេអញ្ចឹងយើងកាក់កាហ្វេដែលគេឆុងហើយនឹងក៏បានដែរតែខ្ញុំដាក់ប៊ីចេង1ស្លាបព្រាបាយយើងច្របល់ចូលគ្នាឲ្យបានសព្វទៅណារួចហើយយកទៅដាក់តាមគល់ដំណាំយើងកាយដីនៅគល់ដំណាំហើយដាក់តាមគល់ហ្នឹងវីដេអូហ្នឹងខ្ញុំធ្វើយូរហើយបងប្អូនធ្វើមករាប់ខែហើយពេញប៉ោះហ្នឹងឥឡូវធំអស់ហើយល្អទៀតទៅខ្ញុំធ្វើរៀងយូរដែរទ្រាំតែខ្ញុំយកវីដេអូហ្នឹងមកកាត់អញ្ចឹងដោយសារខ្ញុំមិនមែនចេះតែធ្វើឲ្យតែបានវីដេអូទេខ្ញុំពិសោធន៍មើលដែរបើធ្វើទៅវាល្អមែនអាហ្នឹងមិនខ្ញុំយកវីដេអូហ្នឹងមកផុសអញ្ចឹងណានេះឌីគុំលពៅនេះអីល្អខ្លាំងមែនតើឥឡូវខ្ញុំកាត់ស្លអស់ហើយម្នាស់នេះអីក៏ល្អដែរលពៅមួយគុំដែលខ្ញុំកំពុងដាក់ជីហ្នឹងការដែលដាក់ជីហ្នឹងទៅតែដុសជាប្លុអាខ្លះទៅវាអត់តាន់ដុសទេតែធៀបពិតទៅលពៅហ្នឹងធំកាត់ស្លអស់ហើយអានេះវីដេអូចាស់ការពីយើងនៅដាក់ជីទេសម្រាប់មួយនេះវិញគឺជីទឹកសម្រាប់ដាក់បាញ់ពីលើស្លឹកណាទាំងអស់គ្នាជីទឹកហ្នឹងអត់មានអីពិបាកទេមានតែសបកចេកហើយនឹងទឹកហ្នឹងឯងយើងមានដបទឹកសុទ្ធមួយហើយយកសបកចេកដែលយើងញ៉ាំហើយហ្នឹងយកដាក់ចូលដបដាក់សបកចេកហើយសម្យើងចាក់ទឹកចូលទឹកនេះយើងដាក់ឲ្យពេញដបមកអត់អីទេហើយយើងបិទគម្របឲ្យចិត្តទៅបងប្អូនរួចហើយយើងយកទុកនៅកន្លែងម្លប់ទុកមួយថ្ងៃពីរថ្ងៃមួយយប់ពីរយប់អីទៅខ្លាយជាទឹកជីហើយតែកុំដាក់ហាលក្តៅប្រយ័ត្នផ្ទុះដបតួនាទីរបស់ជីសបកចេកហ្នឹងគឺយើងបាញ់នៅលើស្លឹកដើម្បីជួយដេញសត្វល្អិតទូចដែលបំផ្លាញស្លឹកហើយជួយឲ្យដំណាំយើងលូតលាស់បានល្អឆាប់ចេញផ្លែឆាប់ចេញផ្កាផ្លែអញ្ចឹងណានឹងឯងធ្វើតាមខ្ញុំមកអ្នកទាំងអស់គ្នាធានាថាដំណាំអ្នកទាំងអស់គ្នានឹងលូតលាស់ធំធាត់បានល្អដូចដំណាំរបស់ខ្ញុំដែរអញ្ចឹងហើយដូចខ្ញុំប្រាប់អញ្ចឹងមិនមែនខ្ញុំចេះតែធ្វើទេខ្ញុំពិសោធន៍មករាប់ខែនឹងឯងបងប្អូនទាំងអស់គ្នាអាចសាកធ្វើតាមខ្ញុំបានណាធានាថាដំណាំបងប្អូនទាំងអស់គ្នាប្រកាសជាលូតលាស់ធំធាត់បានល្អជាមិនខានជីនឹងខ្ញុំដាក់បានផលពិតបានខ្ញុំយកវីដេអូនឹងយកមកកាត់ផុសអញ្ចឹងណាចឹងអរគុណច្រើនទាំងអស់គ្នាឥឡូវជម្រាបលាបាយបាយជួបគ្នានៅវីដេអូថ្មីជាបន្តទៀត